ខ្ញុំឈ្មោះរិទ្ធីខ្ញុំជានាយកប្រតិបត្តិផ្នែកគម្រោងនាំចេញកសិផលរបស់ក្រុមហ៊ុនអង្គរ Green ក្រុមហ៊ុនយើងគឺជាក្រុមហ៊ុនផ្នែកកសិកម្មយើងមានផ្នែកជាច្រើនមានផ្នែកនាំចេញកសិផលដែលខ្ញុំទទួលខុសត្រូវយើងនាំចេញស្វាយការមៀតទៅក្រៅប្រទេសជាច្រើនក្រុមហ៊ុនអង្គរ Green យើងចាប់ផ្ដើមបង្កើតនៅឆ្នាំ2011យើងចាប់ផ្ដើមបង្កើតនៅលើវិស័យកសិកម្មដោយសារតែយើងមើលឃើញសក្តានុពលវិស័យកសិកម្មនៅប្រទេសកម្ពុជាផ្នែកនាំចេញកសិផលយើងចាប់ផ្ដើមនៅឆ្នាំ2018ដោយយើងចាប់ផ្ដើមនាំចេញស្វាយកែវរមៀតហើយតាំងពីឆ្នាំ2018មកដល់ឥឡូវនេះយើងនាំចេញស្វាយកែវរមៀតរហូតដល់ 5000 តោន កញ្ចប់ជំនួយទីផ្សារនាំចេញរបស់សហគ្រិនខ្មែរជួយបានច្រើនជួយជាពិសេសទៅលើចំណុចទីផ្សារដែលសំខាន់ជាងគេខាងក្រុមហ៊ុនយើងពួកយើងបានធ្វើការងារជាមួយកសិករជាច្រើនទៅលើផលិតកម្មទៅលើបច្ចេកទេសជួយគាត់ឲ្យផលិតកាន់តែបានល្អគុណភាពកាន់តែល្អបង្កើនទិន្នផលកាន់តែច្រើនគុណភាពនឹងអាចនាំចេញអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបានប៉ុន្តែការងារធ្វើការងារទីផ្សារនៅលើទីផ្សារអន្តរជាតិនឹងគឺជាការងារដ៏ធំមួយទៀតទាំងចំណាយក៏ច្រើនដូច្នេះហើយកញ្ចប់ជំនួយទីផ្សាររបស់សហគ្រិនខ្មែរនឹងគឺជាកញ្ចប់ជំនួយដែលជួយយើងបានត្រូវចំណុចបាទខ្ញុំណែនាំឲ្យសហគ្រិនផ្សេងៗចូលរួមជាមួយនឹងកម្មវិធីរបស់សហគ្រិនខ្មែរនេះដោយការសហការនេះគឺអាចជួយកសិករនៅក្នុងការផលិតកម្មការនាំចេញហើយនឹងការប្រកួតប្រជែងជាមួយនឹងទីផ្សារអន្តរជាតិបាន